សេរីភាពនៃជំនឿសាសនានៅក្នុងសង្គមខ្មែរត្រូវបានគេឃើញមានជាយូរលង់ណាស់មកហើយតួយ៉ាងយើងសង្កេតឃើញមានវត្តសំពៅ5ព្រះវិហារកាតូលិកនិងអាស្រមបងបត់ជាច្រើនទៀតដែលប្រជុំគ្នានៅលើកំពូលភ្នំបូកគោរហូតមកដល់សព្វថ្ងៃនេះក្នុងវីដេអូនេះខ្ញុំសូមលើកយកអំពីប្រវត្តិវត្តសំពៅ5យកមកជម្រាបជូនបងប្អូនទស្សនាសំពៅ5ជាឈ្មោះកូនអារាមព្រះពុទ្ធសាសនាដ៏តូចច្រឡឹងមួយកសាងឡើងក្នុងរវាងដើមសតវត្សទី20ដែលមានទីតាំងស្ថិតនៅលើកំពូលភ្នំបូកគោនៃខេត្តកំពតវត្តដ៏ចំណាស់នេះជាភស្តុតាងយ៉ាងសំខាន់បង្ហាញឲ្យឃើញពីសេរីភាពនៃជំនឿនៅក្នុងសង្គមខ្មែរដែលរួមមានទាំងព្រះពុទ្ធសាសនាគ្រិស្តសាសនានិងជំនឿលើអារក្សអ្នកតានៅទីនោះផងដែរវត្តសំពៅ5ជាវត្តមួយដែលត្រូវបានចាត់ទុកថាជាវត្តដែលស្ថិតនៅកន្លែងខ្ពស់ជាងគេនៅកម្ពុជាហើយក៏មានអាយុកាលចំណាស់ត្រូវបានកសាងឡើងកាលពីគ្រិស្តសករាជ1924ដោយព្រះបាទស៊ីសុវត្ថិមុនីវង្សនៅពេលដែលរាជការបារាំងបានថ្វាយទ្រង់នៅទីកន្លែងមួយសម្រាប់ស្ថាបនាដោយមានទឹកប្រទេសជ្រះថ្លាចំពោះព្រះពុទ្ធសាសនាទ្រង់ក៏បានត្រាស់បញ្ជាឲ្យកសាងអារាមបែបពុទ្ធសាសនាមួយរួចដាក់ឈ្មោះថាវត្តសំពៅ5តាមរយៈឯកសារប្រវត្តិសាស្ត្រនិងអ្នកស្រុកបានបង្ហាញថាឈ្មោះវត្តនេះមានជាប់ទាក់ទងនឹងរឿងរ៉ាវនៃព្រះថោងនាងនាគនៅក្រោយពេលដែលព្រះថោងនិងនាងនាគបានជួបស្ដេចភុជង្គនាគទ្រង់ក៏បានជូនវត្ថុមានតម្លៃចំនួន5សំពៅមកជាមួយដើម្បីឲ្យទ្រង់ទាំងពីរសង់ព្រះរាជវាំងនៅលើគោកក្រោយមកទឹកសមុទ្រក៏ចេះតែស្រកទៅធ្វើឲ្យជាប់កាំងសំពៅคล้ายទៅជាថ្មរាងសំប៉ែតដោយក្តោងសំពៅសពថ្ងៃដែលមានបណ្ដោយនិងកម្ពស់ប្រមាណជាង10ម៉ែត្រនៅក្នុងទីតាំងនៃវត្តនេះមានព្រះវិហារតូចច្រឡឹងមួយចេតិយមួយសាលាសន្សំកុសលមួយព្រះពុទ្ធបដិមានិងរូបសំណាក់វត្ថុស័ក្តិសិទ្ធិនានាហើយភ្ញៀវទេសចរអាចមើលឃើញទេសភាពនៃព្រៃព្រឹកពណ៌ខៀវស្រងាត់នៅតាមជ្រលងភ្នំនិងផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយឆ្ងាយសន្លឹមនៅខាងក្រោមអមដោយផ្ទាំងពពកដេដាស់គួរជាទីគយគន់ក្រៃលែងភ្ញៀវទេសចរអាចទៅទីនោះបានតាមផ្លូវចំនួន2គឺផ្លូវជាតិលេខ3ពីភ្នំពេញបូកគោចម្ងាយប្រមាណ189គីឡូម៉ែត្រនិងកំពតវារិញមានចម្ងាយ32គីឡូម៉ែត្រតាមរយៈមធ្យោបាយធ្វើដំណើរជាច្រើនប្រភេទម្យ៉ាងទៀតភ្ញៀវទេសចរត្រៀមសម្លៀកបំពាក់ក្រាស់និងអាវភ្លៀងព្រោះអាកាសធាតុនៅលើភ្នំប្រែប្រួលយ៉ាងឆាប់រហ័សដែលសម្បូរអាប់និងភ្លៀងធ្លាក់ច្រើនជារៀងរាល់ឆ្នាំភ្ញៀវទេសចរទាំងខ្មែរនិងបរទេសបានធ្វើដំណើរទៅទីនោះដើម្បីផ្សងសុំសេចក្តីសុខនិងសំណាងល្អពួកគេយល់ថាវត្តនេះជាកន្លែងដែលស័ក្តិសិទ្ធិមួយក្នុងចំណោមអារាមពុទ្ធសាសនាដែលនៅកម្ពុជាបងប្អូនមានធ្លាប់សង្កេតឃើញទេថាទីណាដែលមានមនុស្សរស់នៅទីនោះប្រកាសជាមានអារាមសាសនាមិនខានមិនថាជាសាសនាណាឬក៏សាសនាណានោះទេនេះសបញ្ជាក់ឲ្យឃើញថាសាសនាពិតជាមានសារៈសំខាន់ក្នុងជីវភាពរស់នៅរបស់បងប្អូនដូច្នេះប្រសិនបើបងប្អូនបានទៅលេងភ្នំបូកគោសូមកុំភ្លេចចូលលេងវត្តសំពៅ5និងកន្លែងទីសក្ការៈផ្សេងៗផង